Đây khiយើងបន្តចូលការអាន JLPT N5 កាន់ជីនេះថ្ងៃទី7អញ្ចឹងនៅជួយ Subscribe Channel YouTube គង់ Wisna Online School ឬក៏ Facebook គង់ Wisna Online School អ្នកមួយផងកាន់ជីថ្ងៃនេះគឺមានចាប់ពីលេខ1ដល់លេខ28អញ្ចឹងព្យាយាមអានសិនណាមុនដំបូងស្កប់វីដេអូអានសិនចាំមើលថាតើអានដាច់បានប្រហែលកាន់ជីហើយចាំប្រាក់ខ្ញុំតាមក្រោយតើតោះឥឡូវយើងទៅណាខ្ញុំអានពីឆ្វេងទៅស្ដាំពីលើចុះក្រោមពីឆ្វេងទៅស្ដាំចេញពីលេខ1ទៅហើយសាយឆក់លេខ2សាយហ្គលេខ3ខេសៈលេខ4ហ្គហ្សែនលេខ5ហ្គហ្គលេខ6ណាម៉ាអេលេខ7យឺមេលេខ8ម៉ៃអាសាលេខ9ម៉ៃនីជីលេខ10ម៉ៃបាំងលេខ11ម៉ៃឈឺលេខ12ម៉ៃស្គីលេខ13ម៉ៃតូស៊ីអញ្ចឹងអ្នកខ្លះអានម៉ៃតូស៊ីអ្នកខ្លះអានម៉ៃណែនណាហើយមួយណាក៏បានដែរស៊ីសុងលើយើងអានណាយើងអានម៉ៃតូស៊ីក៏បានម៉ៃណែនក៏បានដែរណាអត់អីទេទៅដាក់ទាំងពីរឲ្យទៅណាទៀត14ម៉ៃកៃ15នេះ15ចាប់ពីលេខ15ទៅវិញដានសេ16ជុសេ17សេបេត18ជីងកូ19ហាំងបឺន20ដេកឺជី21អ៊ីរីកឺជី22តោះយើងចូលដល់លេខ22ហើយកូដូម៉ូ23បូស៊ី24អៃតេ25គិតតេ26ហ្វឺសុក27មកគឺតេជី28វ៉ារឺកឺជីចាំឆ្លើយមកវិញឥឡូវយើងបានអានរួចហើយតើត្រូវបានប្រមាណចេះបានប្រមាណតោះឥឡូវខ្ញុំបញ្ជាក់ឡើងវិញកុំឃើញកាន់ជីអូយ N5 មិនជ្រៅមកអត់ទេកាន់ជីខ្លះ N5 កាន់ជីខ្លះលេខ N4 N3 ចឹងណាតែដាក់ឲ្យអ្នករៀនអាន update level ព្រោះយើងរៀនឡើងដល់ថ្ងៃទី7ហើយតើណាយើងរៀនដល់ថ្ងៃទី7ហើយមិនមែននៅកូនក្មេង N5 ដូចថ្ងៃមុនទាំងដែលយើងអត់ចេះអីទៅកាន់ជីទេតើតមកទៀតខ្ញុំសូមអានចម្លងទៅនេះសៃឆក់ដំបងដើមដំបងសៃហ្គចុងក្រោយចុងបញ្ចប់ហេសៈព្រឹកមិញហ្គហ្សែនពេលព្រឹក AM ហ្គហ្គពេលល្ងាច PM ណាម៉ាអេឈ្មោះយឺមេល្បីល្បាញម៉ៃអាសារកព្រឹកម៉ៃមីជីរកថ្ងៃម៉ៃបាំងរកយប់ម៉ៃឈឺរកសប្តាហ៍ម៉ៃស្គីរកខែម៉ៃតូស៊ីឬក៏ម៉ៃណែនរកឆ្នាំម៉ៃកៃរកដងដានសេភេទប្រុសជុសេភេទស្រីសេបេតភេទជីងកូចំនួនប្រជាជនហាំងប៊ឺនកន្លះពាក់កណ្ដាលដេកឺជីច្រកចេញអ៊ីរីកឺជីច្រកចូលកូដូម៉ូកូនក្មេងបូស៊ីមួកអៃតេដៃគូគិតតេតែមហើយតែមបិទលើសបុតសម្រាប់ការផ្ញើនេះពឹសូកខ្វះមកតេគីគោមនងគោដៅវ៉ារឺកឺជីការនិយាយដើមគេការនិយាយអាក្រក់អូតើឥឡូវខ្ញុំសូមបរិយាយធំដើម្បីយើងធ្វើការអានឲ្យជូនម្ដងទៀតអានឲ្យម្ដងទៀតហើយយើងមើលពីរបៀបនៃការអាននេះតើវាណាតោះចាំឆ្លងវិញនេះគឺការអានកាន់ជីថ្ងៃទី7ហើយនេះគឺជារបៀបអានកាន់ជីហើយនេះជាតួអក្សរកាន់ជីចំពោះអត្ថន័យខ្ញុំបានបកពីខាងដើមហើយតោះសូមអានជូនចាប់ពីលេខ1ទៅ30ហើយណាសៃឆក់សៃហ្គខេសៈហ្គហ្សែនហ្គហ្គណាម៉ាអេយឺមេម៉ៃអាសាម៉ៃនីជីម៉ៃបាំងម៉ៃឈឺម៉ៃស្គីយើងអានមួយទៀតម៉ៃតូស៊ីឬក៏ម៉ៃណែនម៉ៃកៃគេតមកទៀតដានសេជុសេសេបេតជីងកូហាំងប៊ឺងដេកឺជីអ៊ីរីកឺជីកូដូម៉ូបូស៊ីអៃតេគិតតេហ្វឹសូកមកតេគីវ៉ារឺកឺជីអរគុណសាការចូលរួមសាការយើងនឹងជួបគ្នាបន្តទៀតនៅថ្ងៃទី8អញ្ចឹងថ្ងៃទី7សន្មតថាចប់តែប៉ុណ្ណេះកុំភ្លេចកត់ចំណាំទៅផងនេះអរគុណច្រើនជម្រាបលា